chỉ cần chụp nắm nhưng không xong cột tờ lục cừu nè cừu nương số sấy từ can nè từ ở kia đây công pong từ tu sanh nè video mình này nhưng không chua ra sau này sấy đây mau bị club cái nào bị chiaในសាលារៀនចំនួនថ្មីវិទ្យាល័យគូព្រេងថ្ងៃនេះគឺខ្ញុំឡើងមកបកស្រាយនៅចំពោះទី1ពហុធាដែល4គឺការដាក់កន្សោមខាងក្រោមជាផលគុណកតានិង 4.1 ការដាក់កន្សោមជាកតារួមអញ្ចឹងយើងចូលទៅដល់ចំណុច4ការដាក់កន្សោមជាផលគុណកតានិង 4.1 ការដាក់កន្សោមជាកតារួមអញ្ចឹងគេឲ្យកន្សោម XA បូក XB បូក XC គេសង្កេតឃើញថាគ្រប់តួនៃកន្សោមទាំងអស់ហ្នឹងគឺមាន x ដែលដូចគ្នាអញ្ចឹងគឺគេដាក់ x ហ្នឹងគឺជាកតារួមអញ្ចឹងគេបាន x កតា a បូក b ដក c ជាផលគុណកតាអញ្ចឹងយើងចូលទៅដល់ឧទាហរណ៍ការដាក់កន្សោមខាងក្រោមជាផលគុណកតាដែលកគឺ 6x ដក 12អញ្ចឹងយើងសង្កេតមើលមកគឺតួ6និង12គឺចែកដាច់ទៅនឹង6អញ្ចឹងយើងចាប់មកគឺ6x ចាប់មកគឺចាប់6ចេញគឺនៅសល់ x ចំណែកដក12ចាប់6ចេញគឺនៅសល់ដក2អញ្ចឹងដូចនេះ 6x ដក12គឺស្មើនឹង6កតា x ដក2ខគឺ 9y ដក15អញ្ចឹង9ជាមួយនឹងដក15ហ្នឹងគឺចែកដាច់នឹង3អញ្ចឹងគឺយើងចាប់3ចេញគឺនៅសល់ 3y ចំណែកដក15គឺយើងចាប់3ចេញគឺនៅសល់ដក5អញ្ចឹងដូចនេះ 9y ដក15គឺស្មើ3កតា 3y ដក5ដូចនេះការបកស្រាយរបស់នាងខ្ញុំបានឈានចូលមកដល់ទីបញ្ចប់សូមអរគុណ